សម្ដេចធិបតីបញ្ជាក់3ចំណុចពាក់ព័ន្ធការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជាថៃសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025នេះបានផ្ញើសារបញ្ជាក់ចំនួន3ចំណុចជូនចំពោះបងប្អូនជនរួមជាតិពាក់ព័ន្ធការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជានិងថៃសម្ដេចធិបតីបានបញ្ជាក់ថាបញ្ហាព្រំដែនគឺជាបញ្ហាស្មុគស្មាញដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយដែលយើងត្រូវរួមគ្នាដោះស្រាយដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្តក្នុងរយៈពេលវែងទៅខាងមុខសម្ដេចធិបតីបានរំលឹកថាសម្ដេចធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្ដងរួចហើយអំពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែងនឹងជួយឲ្យបញ្ហាដូចដែលបានកើតឡើងនៅក្នុងភូមិជោគជ័យនិងព្រៃច័ន្ទអាចដោះស្រាយបញ្ចប់បានហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបានជៀសវាងអូសបន្លាយបញ្ហាឲ្យបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅខាងមុខសម្ដេចនាយករដ្ឋមន្ត្រីបានបន្តថាដំណោះស្រាយបែបនេះគឺมันអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សាឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេផ្ទុយទៅវិញមានតែការដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃទើបធានាបាននូវលទ្ធផលដោយចង់បានខាងលើក្នុងន័យនេះស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃ JBC ភាគីកម្ពុជានិងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ42ដល់លេខ47នៅខេត្តបន្ទាយមានជ័យនិងលេខ52ដល់លេខ59នៅខេត្តបាត់ដំបងសម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថាសម្ដេចបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែកក៏ដូចជាការបញ្ចេញមតិការចោទជាសំណួរនិងការបង្ហាញពីកង្វល់របស់បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42ដល់លេខ47និងលេខ52ដល់លេខ59សម្ដេចបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន1មានមតិខ្លះលើកឡើងថាការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលលេខព្រំដែនលេខ42ដល់លេខ47និងលេខ52ដល់លេខ59ធ្វើឡើងដោយប្រញាប់ប្រញាល់ក្នុងរយៈពេលខ្លីនេះជាការពិតដែរឬទេសម្ដេចធិបតីបានបញ្ជាក់ថាការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត20ឆ្នាំមកហើយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីនេះរួចហើយថាក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជាថៃក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្ដើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ2006មកម្លេះដើម្បីវាស់វែងនិងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនបេតុងចំនួន74បង្គោលដែលបានបោះដោយគណៈកម្មការបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀមនៅចន្លោះឆ្នាំ1919ដល់ឆ្នាំ1920កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមកជាពិសេសនៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42ដល់លេខ47និងលេខ52ដល់លេខ59ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះនិងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយក្នុងន័យនេះការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ42ដល់លេខ47និងលេខ52ដល់លេខ59នៅពេលនេះគឺជាការបន្តអនុវត្តការងារជាជំហានដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង
ស្របតាមខ្លឹមសារនៃអនុសារណៈនៃការយោគយល់គ្នា MOU ឆ្នាំ2000ស្របតាមបែបបទការងារ TOR ឆ្នាំ2003និងស្របតាមស្មារតីកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមកព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស Technical Instruction ដែលភាគីទាំងពីរបានឯកភាពគ្នា 2. ការដែលវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នផ្អែកលើមូលដ្ឋានអ្វីដើម្បីធានានូវភាពត្រឹមត្រូវតម្លាភាពនិងសុក្រឹតភាពក្នុងគោលដៅធានាឲ្យបាននូវអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាស្របតាមសន្ធិសញ្ញានិងច្បាប់អន្តរជាតិការវាស់វែងនិងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះដែលក្នុងនោះរួមទាំងបង្គោលព្រំដែនចន្លោះលេខ42ដល់លេខ47និងបង្គោលព្រំដែនចន្លោះលេខ52ដល់លេខ59ផងដែរគឺធ្វើឡើងយ៉ាងម៉ត់ចត់និងទទួលខុសត្រូវខ្ពស់បំផុតដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងជាពិសេសកំណត់ហេតុបោះបង្គោលដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1908ដល់ឆ្នាំ1909និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិនសៀមឆ្នាំ1919ដល់ឆ្នាំ1920រាជរដ្ឋាភិបាលកម្ពុជានិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាជានិច្ចកាលតែងតែប្រកាសខ្ជាប់នៅមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ដោយតម្កល់ឧត្តមភាពប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិគោរពគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិនសៀម 3. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននឹងធ្វើឲ្យកម្ពុជាខាតដីឬចំណេញដីសម្ដេចបានឃើញមានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គមអំពីការបាត់បង់ឬការទទួលបានដីបន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះសម្ដេចធិបតីបានបញ្ជាក់ថាគោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេប៉ុន្តែគោលដៅចម្បងគឺដើម្បីកំណត់នៅខណ្ឌសីមានៅលើដីជាក់ស្ដែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំងនិងច្បាប់អន្តរជាតិកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេក៏ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឲ្យមានការរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានោះដែរការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះគឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធីដើម្បីឈានទៅបញ្ចប់ជម្លោះនិងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលនៅសេចក្តីសុខនិងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញព្រមទាំងធានាបាននូវការការពារជាដាច់ខាតនៅអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាក្រោយពីការវាស់វែងបានបញ្ចប់ក្រុមការងារចម្រុះនៃប្រទេសទាំងពីរនឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្ដែងរបស់ពលរដ្ឋទាំងសងខាងប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្ដោះអាសន្នដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបានស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមកជាថ្មីម្ដងទៀតសម្ដេចធិបតីបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជានិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នៅមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុតដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិដោយប្រកាន់ខ្ជាប់នៅការគោរពច្បាប់អន្តរជាតិគោរពគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិននិងសៀម